នេះណែមកហើយបងប្អូនជ្រក់អាឡឹកខ្ញុំកើតហើយបងប្អូនមើលតែក្បាលវីដេអូនេះក៏ដឹងដែរបងប្អូនចាថ្ងៃនេះប្រើកូននៅទៅទិញត្រីបាន2បងប្អូនយកមកប្រឡាក់ចៀនចង់អាំងទេបងប្អូនអើយប៉ុន្តែវាលលត់ភ្លើងអស់ហើយខ្ជិលប្រកាត់ម្ដងទៀតឥឡូវក៏កើតជាចៀនទៅឥឡូវមកលាយគ្រឿងបងប្អូនអើយដាក់ខ្ទឹមប៊ីចេងស្ករម្ទេសអីចឹងណាបងប្អូនហើយយើងដួសជ្រក់អាឡឹកយើងនេះមកបងប្អូនដួសដាក់ចានបែបហ្នឹងមកក៏លុកកឆាវាទៅណាបងប្អូនអើយនិយាយថាជាតិមែនតើណាបងប្អូនចង់ចេះមើលវីដេអូខ្ញុំអាស្គរវីដេអូតាមក្រោយហើយធំអាឡឹកធំជាប់ធំនេះកពុលបងប្អូននេះគឺឆ្ងាញ់បងប្អូនស្រួលខ្ញោកហ្មងហើយត្រីចៀនខ្ញុំក៏រៀបទាំងឆ្អិនដែរហើយបងប្អូនអើយនេះដួសដាក់ចានយកទៅភ្លក់សិនមិនតន់ញ៉ាំណាយកទៅភ្លក់សិនអញ្ចឹងណាហើយបងប្អូនជ្រក់អាឡឹកបងប្អូនយកទៅផ្សំគ្រឿងហើយទុកចោលប្រហែលជាកន្លះម៉ោងឬក៏20នាទីអីសិនណាកុំតន់ញ៉ាំព្រោះវាអត់តន់ចូលជាតិម្ទេសស្ករវាចេងយើងហ៎ក្នុងនឹងខ្ញុំដាក់រួចហើយប៉ុន្តែដូចថាវារៀងនៅស្ទើរដល់ពេលអញ្ចឹងយើងយកមកលាយក្រៅទៀតបានឆ្ងាញ់បងប្អូនយើងដាក់ខ្ទឹមសខ្ទឹមអីអញ្ចឹងហើយជ្រក់ហ្នឹងខ្ញុំដាក់ដើមខ្ទឹមដែរបានឆ្ងាញ់បងប្អូនហើយលើភ្លក់មាត់ឡើងស្រួយលេមកបងប្អូនអើយនិយាយវាថាចូលចិត្តណាបងប្អូនជ្រក់អាឡឹកអីនឹងជ្រក់អាឡឹកជ្រក់ទៅសក់ជ្រក់ទៅពាំងស្អីក៏ជ្រក់ឲ្យទៅជ្រក់ចូលចិត្តទាំងអស់ខ្ញុំប៉ុន្តែខ្ញុំ recommend កុំឲ្យសូវប៉ិនញ៉ាំពេកបងប្អូនព្រោះអានឹងអត់ជំនួយកាពះពោះវៀនទេវាធ្វើឲ្យយើងខូចកាពះពោះវៀនវិញទេបានតែឆ្អែតពេញតពោះទេប៉ុន្តែអត់សូវមានកម្លាំងទេបងប្អូនហើយសាច់ឈាមក៏អត់សូវស្អាតដែរព្រោះយើងញ៉ាំអាពួកអញ្ចឹងរាល់ថ្ងៃបងប្អូនហើយធ្វើឲ្យស្អីក៏ហៅថាយើងកើតរោគស្ត្រីបងប្អូនហើយអូយកាត់តវីដេអូថ្ងៃនេះឡើងចង់ហួសពេលហួសម៉ោងនឹងខុសទៀតហើយបងប្អូនអើយព្រោះថាកាត់តអាវិធីកាត់តនេះឯងវាត្រឡប់ទៅលិនល្មិចទេបងប្អូនហើយថ្ងៃនេះឯងបញ្ចូលសលេងរីអញ្ញាដល់បងប្អូនអើយអត់ស្ងាត់ទេចង់និយាយថាអញ្ចឹងបញ្ចូលសលេងអត់ស្ងាត់សោះព្រោះនៅនឹងតោបនឹងទៅណាបញ្ចូលសលេងទៅវិញអញ្ចឹងមានអ្នកទិញអ្នកខលទូរស័ព្ទស្អីញ៉ៃឥឡូវនិយាយថាអ្នកភ្លក់នេះមាត់ញាប់ស្អីបងប្អូនឥឡូវដល់ម៉ោងដួសបាយដួសម្ហូបឲ្យកូនយកទៅញ៉ាំហើយចំណែកខ្ញុំនិយាយពីភ្លក់អីទៅមើលទៅសភាអ្នកញ៉ាំនេះអ្នកញ៉ាំគឺថាឆ្ងាញ់ណាស់បងប្អូនអើយនេះជាមើលលើកក្រោយខ្ញុំធ្វើខ្ញុំអត់សក់សបកវាចោលទេធ្វើទាំងសបកវាមួយញ៉ាំទៅចំសបកវាឆ្ងាញ់បងប្អូនពេលយើងចិត្តសបកវាចោលទៅវាអត់សូវឆ្ងាញ់វិញទេហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនខ្ញុំក៏អរគុណអ្នកដែលចូលចិត្តស្រឡាញ់វីដេអូជូនពរមានសុខភាពល្អហើយជួបគ្នាវីដេអូក្រោយទៀតចឹងណាបងប្អូនខ្ញុំអរគុណច្រើន